យើងរស់នៅក្នុងពិភពលោកដែលតម្រូវឲ្យយើងល្អឥតខ្ចោះយើងចង់បានផ្ទះដែលស្អាតបំផុតរូបរាងកាយដែលទាក់ទាញបំផុតនិងជីវិតដែលគ្មានកន្លែងខ្វះខាតនៅពេលដែលយើងមានស្នាមរបួសមានកំហុសឬមានចំណុចខ្វះខាតយើងតែងតែព្យាយាមលាក់បាំងវាព្រោះយើងខ្លាចអ្នកដទៃមើលមកថាយើងជាមនុស្សមិនល្អគ្រប់គ្រាន់ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាអ្វីដែលល្អឥតខ្ចោះពេកជារឿយៗវាគ្មានវិញ្ញាណនោះទេអ្វីដែលធ្វើឲ្យយើងខ្លាចជាមនុស្សពិតប្រាកដគឺស្ថិតនៅលើភាពមិនល្អឥតខ្ចោះរបស់យើងទៅវិញនោះទេនៅក្នុងសិល្បៈបុរាណខ្លះនៅពេលដែលចានថូមានស្នាមប្រេះគេមិនបោះវាចោលឡើយប៉ុន្តែគេយកមាសមកជួសជុលស្នាមប្រេះទាំងនោះលទ្ធផលដែលទទួលបានគឺចានដែលធ្លាប់បាក់បែកនោះคล้ายជារបស់មានតម្លៃនិងស្រស់ស្អាតជាងមុនទៅទៀតជីវិតរបស់អ្នកក៏ដូចនោះដែរស្នាមរបួសផ្លូវចិត្តដែលអ្នកធ្លាប់ឆ្លងកាត់កំហុសដែលអ្នកធ្លាប់សោកស្ដាយនិងភាពទន់ខ្សោយដែលអ្នកធ្លាប់មានវាមិនមែនជាសញ្ញានៃភាពបរាជ័យនោះទេផ្ទុយទៅវិញវាគឺជាស្នាមមាសដែលបញ្ជាក់ថាអ្នកធ្លាប់ឆ្លងកាត់ការសាកល្បងហើយអ្នកនៅតែរឹងមាំភាពមិនល្អឥតខ្ចោះគឺជាអ្វីដែលធ្វើឲ្យអ្នកមានតែមួយគត់ក្នុងលោកនេះចូលរៀនស្រឡាញ់ខ្លួនឯងទាំងចំណុចល្អនិងចំណុចខ្វះខាតកុំរងចាំរហូតដល់អ្នកខ្លាយទៅជាមនុស្សល្អឥតខ្ចោះទើបចាប់ផ្ដើមផ្ដល់តម្លៃឲ្យខ្លួនឯងមនុស្សស្រស់ស្អាតពិតប្រាកដមិនមែនស្ថិតនៅលើភាពរលោងនៃផ្ទៃក្រៅនោះទេតែវាស្ថិតនៅលើភាពស្មោះត្រង់ចំពោះខ្លួនឯងនៅពេលដែលអ្នកព្រមទទួលយកភាពមិនល្អឥតខ្ចោះរបស់អ្នកនឹងលែងមានអារម្មណ៍ហត់នឿយក្នុងការសម្ដែងធ្វើជាអ្នកដទៃអ្នកនឹងរកឃើញសេរីភាពនិងសន្តិភាពដែលមិនធ្លាប់មានពីមុនមកចុះចាំថាព្រះច័ន្ទក៏មានស្នាមអុជខ្មៅដែរប៉ុន្តែវានៅតែជាពន្លឺដ៏ស្រស់ស្អាតបំផុតក្នុងរាត្រីដ៏ងងឹតកំណត់ហេតុថ្ងៃនេះចង់រំលឹកអ្នកថាអ្នកគឺជាស្នាដៃឯកដែលកំពុងតែលូតលាស់មិនមែនដោយសារអ្នកល្អឥតខ្ចោះនោះទេគឺដោយសារអ្នកមានភាពក្លាហានក្នុងការធ្វើខ្លួនឯងនេះគឺជាកំណត់ហេតុផ្កាស្លាសូមឲ្យអ្នកមើលឃើញភាពស្រស់ស្អាតនៅក្នុងរាល់ចំណុចខ្វះខាតរបស់អ្នកនៅថ្ងៃនេះ